ទេពធីតា CEO បេឡាបងប្អូនទេវតាឆ្នាំថ្មីបត្រីទី3នៃកបិលមហាព្រំព្រះនាមរក្សាទេវីយាងចុះមកដល់ហើយសំខាន់ទេវតាឆ្នាំថ្មីឆ្នាំនេះបងប្អូនយាងចុះមកទាំងភីលៀងទាំងទេវតាទាំងទេពធីតាអង្គផ្សេងគឺមុខតែមួយតែម្ដងបងប្អូននិយាយចំគឺស្រស់ស្អាតខ្លាំងមែនទែនខ្ញុំសូមសរសើរហើយជាពិសេសគាត់នៃការសម្ដែងនៃការតែងតួរបស់គាត់គឺស្រស់ស្អាតខ្លាំងមែនទែនខ្ញុំមិននឹកស្មានថាមានបងប្អូននិងមាន CEO មានម្ចាស់បរិញ្ញាផ្សេងជាពិសេសសិល្បៈករណីផ្សេងក៏តែងតួជាទេពធីតាឆ្នាំថ្មីគឺច្រើនខ្លាំងមែនទែនខ្ញុំពិតជាសប្បាយចិត្តនិងរំភើបពេលដែលខ្ញុំឃើញវីដេអូទាំងអស់នេះ ព្រោះថាវាជាការដែលយើងធ្វើការប្រម៉ូទពីស្បែកខ្មែរប្រម៉ូទពីប្រពៃណីរបស់ខ្មែរហើយជាពិសេសការតែងតួទេពធីតាឆ្នាំថ្មីនេះតែម្ដងបងប្អូននិយាយចាំមកតើតើអ្នកមាននិស័យដែរអ្នកខ្លះមិនបានថាតើតើអ្នកមាននិស័យបានធ្វើបានអ្នកខ្លះគាត់មានលុយហើយគាត់អត់មានពេលវេលាគាត់អាចធ្វើបានដោយសារអញ្ចេះដោយសារបញ្ហានេះដោយសារបញ្ហានោះខ្វៀងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគេហៅថានិស័យអត់ទាន់ដល់ពេលអ្នកដែលគាត់មានឱកាសមានពេលវេលានៅសុខគាត់អត់មានបានតាំងចិត្តហ្នឹងដល់ពេលដល់វេលាគឺគាត់បានក្រងឈុតទេវតាឆ្នាំថ្មីតែខ្លួនឯងអីចឹងទៅបងប្អូនហើយខ្ញុំឃើញហើយគឺពិតជាមានការស្រស់ស្អាតខ្លាំងមែនទែនជាពិសេសនៃការកាត់តបូករួមជាមួយនឹង AI ខ្លះបងប្អូនគឺស្រស់ស្អាតខ្លាំងមែនទែនតែម្ដងហើយខ្ញុំសង្ឃឹមថាអត់តាន់ចូលឆ្នាំថ្មីទេនឹងមានបងប្អូនឬក៏ CEO ឬមួយក៏សិល្បករនីផ្សេងក៏នឹងតែងតួជាទេពធីតាឆ្នាំថ្មីដើម្បីថែរក្សាប្រពៃណីខ្មែរយើងពីមួយឆ្នាំទៅមួយឆ្នាំឲ្យបានកាន់តែច្រើនកកហើយនឹងឲ្យហូរដូចទឹកឲ្យពួកអាទិត្យលេពីវាក្អួតឈាមថាខ្មែរយើងស្រស់ស្រួលនឹងសាមគ្គីគ្នាខ្លាំងកម្រិតណា